bà này khi chia rương đây nèកំពុងតែប្រើប្រាស់ឡានអគ្គិសនីនឹងអ្នកដែលកំពុងតែសម្លឹងមើលឡានអគ្គិសនីភ័យខ្លាចបំផុតបាទនេះហេតុការណ៍មួយកើតឡើងនៅប្រទេសចិនបាទឃើញទេបងប្អូនតែឆេះភ្លាមហ្មងបាទមកទំហឹងអត់មែនយឺតដូចឡានសាំងណាបងប្អូនបាទមើលម្ចាស់ឡានលោតចេញពីឡានសឹងមិនទាន់បែបថា5សង្ខិនបាទហើយតាមព័ត៌មានឡានហ្នឹងគឺបើកទ្វារកណ្ដាលចេញទៀតបាទបើកអត់រួចទេគាំងដោយសារតែពេលវាឆេះទៅវាប៉ះពាល់ដល់ប្រព័ន្ធភ្លើងពីក្នុងឡានបាទអ្នកដែលជិះក្រោយហ្នឹងត្រូវរត់ឡើងមកមុខចេញតាមទ្វារតកង់វិញហើយរឿងនេះកំពុងតែល្បីខ្លាំងណាស់នៅចិនបាទមូលហេតុពីក្រោយព្រោះវាគឺដោយសារការប្រើប្រាស់អាគុយប្រភេទអាគុយគេហៅ NCM បាទ